សូមស្វាគមន៍មកកាន់វីដេអូនិទានរឿងរបស់ខ្ញុំ Says Speak សូមអភ័យទោសបើមានកំហុសខុសឆ្គងបើពាក្យណាខ្ញុំនិយាយមិនសូវច្បាស់ព្រោះខ្ញុំជា AI ហើយកុំភ្លេចជួយ Subscribe ផងណាបងប្អូនយកងងឹតស៊ូនស៊ុងព្រះច័ន្ទអធិច័ន្ទចាំងពលីខ្សោយមកលើដំបូលផ្ទះប្រក់ស្បូវក្នុងភូមិស្រែមួយកន្លែងខ្យល់ត្រជាក់រំភើយបក់មករំភើយក្លិនស្រូវទុំលីឡំជាមួយក្លិនដីសើមនៅក្នុងផ្ទះមួយខ្នងលោកតាមឿនអាយុ60ឆ្នាំកំពុងតែអង្គុយជក់បារីនៅមុខចង្ក្រានបាយភ្នែករបស់គាត់សម្លឹងមើលទៅអណ្ដាតភ្លើងដែលកំពុងតែរេរាំហាក់ដូចជាកំពុងតែរំលឹកដល់រឿងរ៉ាវចាស់ៗដែលបានកន្លងផុតទៅកាលពីនៅក្មេងលោកតាមឿនធ្លាប់បានឮចាស់ៗក្នុងភូមិដំណាលតគ្នាអំពីស្រមោលខ្មៅដែលលងបន្លាចអ្នកស្រុកនៅពេលយប់គេនិយាយថាស្រមោលខ្មៅនោះគឺជាវិញ្ញាណអាក្រក់ដែលតែងតែដើរលបតាមផ្ទះអ្នកស្រុកហើយបើអ្នកណាមិនប្រយ័ត្នស្រមោលខ្មៅនោះនឹងចាប់យកប្រលឹងទៅបាត់ពេលនោះហើយដែលអ្នកស្រុកតែងតែប្រុងប្រយ័ត្ននៅពេលយប់មិនហ៊ានចេញក្រៅផ្ទះទៅម្នាក់ឯងឡើយប៉ុន្មានថ្ងៃកន្លងមកនេះនៅក្នុងភូមិស្រាប់តែមានរឿងចម្លែកកើតឡើងជាបន្តកាលពីយប់មុនអ្នកស្រីនេះដែលរស់នៅខាងចុងភូមិបានស្រែកយំយ៉ាងខ្លាំងនៅពេលយប់ដោយសារតែគាត់យល់សម្បត្តិខឹងស្រមោលខ្មៅមួយមករកគាត់ក្នុងដំណែកភ្លាមនោះដែរកូនមាន់នៅក្នុងទ្រុងរបស់គាត់ក៏ស្រាប់តែងាប់អស់ពីទ្រុងដោយគ្មានមូលហេតុច្បាស់លាស់រឿងនេះបានធ្វើឲ្យអ្នកភូមិជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងលុះព្រឹកឡើងអ្នកស្រុកនាំគ្នាទៅជួបគ្រូទាយម្នាក់ដែលល្បីថាពូកែក្នុងភូមិគ្រូទាយបានធ្វើពិធីបុណ្យស្រន់ហរិប្រាប់អ្នកស្រុកថាស្រមោលខ្មៅនោះពិតជាវិញ្ញាណអាក្រក់ដែលកំពុងតែសងសឹកអ្នកភូមិដោយសារតែកាលពីយូរលង់ណាស់មកហើយអ្នកភូមិបានប្រព្រឹត្តកំហុសមួយដែលធ្វើឲ្យវិញ្ញាណនោះខឹងសម្បាគ្រូទាយបានណែនាំឲ្យអ្នកស្រុកធ្វើពិធីសែនព្រេនដើម្បីសូមការអភ័យទោសពីវិញ្ញាណអាក្រក់នោះអ្នកស្រុកនាំគ្នារៀបចំពិធីសែនព្រេនតាមក្បួនច្បាប់របស់គ្រូទាយពួកគេបានរៀបចំគ្រឿងរណ្ដាប់ផ្សេងមាននំចំណីផ្លែឈើនិងសត្វបូជានៅពេលយប់ពិធីសែនព្រេនក៏ចាប់ផ្ដើមឡើងក្រោមពន្លឺភ្លើងគប់និងភ្លើងទៀនអ្នកស្រុកទាំងអស់បានលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិនិងវិញ្ញាណដែលពួកគេគោរពបូជាដោយសង្ឃឹមថាស្រមោលខ្មៅនោះនឹងលែងមកបៀតបៀនពួកគេទៀតយប់មួយពេលដែលលោកតាមឿនកំពុងតែអង្គុយលើគ្រែនៅមុខផ្ទះរបស់គាត់ស្រាប់តែគាត់បានឃើញស្រមោលខ្មៅមួយរំកិលខ្លួនយឺតជួលមកគៀកផ្ទះរបស់គាត់បេះដូងរបស់គាត់លោតញាប់ខ្លាំងតែគាត់ព្យាយាមធ្វើជាក្លាហានហើយស្រែកសួរទៅកាន់ស្រមោលខ្មៅនោះថាតើអ្នកជាអ្នកណាហើយតើអ្នកចង់បានអ្វីពីពួកយើងស្រមោលខ្មៅនោះមិនបានឆ្លើយតបអ្វីឡើយតែវាបែរជាលេចរូបរាងកាន់តែច្បាស់ឡើងពេលនោះហើយដែលលោកតាមឿនបានឃើញយ៉ាងច្បាស់ថាស្រមោលខ្មៅនោះគឺជាបុរសម្នាក់ដែលមានកម្ពស់ខ្ពស់ស្លៀកពាក់ខ្មៅឈឹងមុខមាត់ស្លេកស្លាំងភ្នែកក្រហមច្រាលដូចជាភ្លើងបុរសនោះបានលើកដៃចអមមុខលោកតាមឿនព្រមទាំងនិយាយដោយសំឡេងសោកថាអ្នកត្រូវតែបង់តម្លៃលោកតាមឿនបង់ភ្លាមថានេះគឺជាវិញ្ញាណអាក្រក់ពិតប្រាកដហើយគាត់បានរត់យ៉ាងលឿនចូលទៅក្នុងផ្ទះរួចចាក់គន្លីទ្វារផ្ទះយ៉ាងជាប់វិញ្ញាណអាក្រក់នោះបានព្យាយាមរុនខ្លាំងទៅលើទ្វារផ្ទះតែទ្វារនោះរងំមិនបាក់បែកឡើយលោកតាមឿនបានឮសំឡេងសើចយ៉ាងត្រជាក់ពីខាងក្រៅដែលធ្វើឲ្យគាត់ព្រឺសម្បោររោមលោកតាមឿនបានដឹងថាគាត់មិនអាចគេចផុតពីវិញ្ញាណអាក្រក់នេះបានឡើយគាត់បាននឹកឃើញដល់វត្ថុស័ក្តិសិទ្ធិដែលគាត់តែងតែទុកជាប់ខ្លួនគឺកាំបិតអាគមបុរាណមួយដែលបន្សល់ទុកពីដូនតាគាត់បានយកកាំបិតនោះមកកាន់ជាប់នឹងដៃរួចបើកទ្វារផ្ទះចេញទៅវិញពេលដែលលោកតាមឿនចេញមកវិញ្ញាណអាក្រក់នោះបានសម្លឹងមើលគាត់យ៉ាងកំហឹងលោកតាមឿនមិនញញែកឡើយគាត់បានស្រែកឡើងយ៉ាងខ្លាំងរួចចាក់កាំបិតអាគមនោះទៅលើវិញ្ញាណអាក្រក់មើលរំពេចទៅពន្លឺចាំងពីលេខ1បានកើតឡើងនិងវិញ្ញាណអាក្រក់នោះក៏ស្រែកធ្ងោញ៉ាងឈឺចាប់រួចក៏បាត់រលាយទៅក្នុងភាពងងឹតក្រោយហេតុការណ៍នោះមកភាពស្ងប់ក៏ត្រឡប់មករកភូមិស្រែវិញអ្នកស្រុកលេងបានជួបរឿងចម្លែកទៀតហើយពួកគេជឿជាក់ថាលោកតាមឿនបានកម្ចាត់វិញ្ញាណអាក្រក់នោះបានសម្រេចចាប់តាំងពីពេលនោះមកលោកតាមឿនក៏បានអ្នកស្រុកគោរពស្រឡាញ់និងចាត់ទុកថាជាវីរបុរសដែលបានជួយសង្គ្រោះភូមិរបស់ពួកគេពីគ្រោះកាចខាងពេញជំនឿ
រឿងរ៉ាវអំពីស្រមោលខ្មៅក៏បានคล้ายជារឿងនិទានមួយដែលចាស់តែងតែនិទានឲ្យកូនចៅស្ដាប់ដើម្បីជាការក្រើនរំលឹកគុំឲ្យមើលស្រាលលើជំនឿបុរាណនិងគុំប្រព្រឹត្តអ្វីដែលធ្វើឲ្យវិញ្ញាណអាក្រក់ទាំងនោះខឹងសម្បា